លោកហេងយ៉ាន់គឺជាអ្នកនិពន្ធដែលស្នេហាវិស័យអក្សរសាស្ត្រជាតិខ្មែរយ៉ាងខ្លាំងនិងជាមន្ត្រីរាជការដ៏ជោគជ័យមួយរូបកំឡុងពេលសិក្សាមិត្តរួមថ្នាក់របស់លោកសុទ្ធតែជាមនុស្សល្បីក្នុងប្រវត្តិសាស្ត្រខ្មែររីឯគ្រូផ្នែកភាសាខ្មែររបស់លោកសុទ្ធតែជាមនុស្សកំពូលក្នុងប្រវត្តិសាស្ត្រខ្មែរដែលមានដូចជាសម្ដេចព្រះសង្ឃជួនណាតនិងសម្ដេចសង្ឃហួតតាជាដើមលោកហេងយ៉ាន់កើតនៅថ្ងៃទី26ខែមករាឆ្នាំ1921ក្រោយពេលដែលរដ្ឋអំណាចបារាំងបានធ្វើការដាក់នឹមអាណានិគមត្រួតត្រាមកលើប្រទេសកម្ពុជាបានប្រមាណ58ឆ្នាំរីឯទីកន្លែងកំណើតរបស់លោកគឺលោកបានកើតនៅសង្កាត់លេខ3នៅក្នុងទីក្រុងភ្នំពេញឪពុករបស់លោកមានឈ្មោះសៅហេងធ្វើការជាមន្ត្រីនៅក្នុងព្រះបរមរាជវាំងរីឯម្ដាយរបស់លោកមានឈ្មោះថាទេសទឹមជាស្ត្រីមួយផ្ទះលោកបានធំធាត់នៅក្រោមការមើលថែនិងទំនុកបម្រុងទាំងការរស់នៅនិងការសិក្សាពីសំណាក់ឪពុកម្ដាយរបស់លោកមានសេចក្តីដំណើរតគ្នាថានៅពេលដែលមានកកំណើតដោយលោកហេងយ៉ាន់ម្ដាយរបស់លោកគឺអ្នកស្រីទេសទឹមបានសុបិនឃើញបរិមម្នាក់ស្លៀកពាក់សបានយកត្បូងកែវពណ៌បេតុងមួយមកឲ្យអ្នកស្រីហើយបានផ្ដាំអ្នកស្រីថាឲ្យថែរក្សាឲ្យបានល្អថ្ងៃក្រោយនឹងមានបុណ្យមានបញ្ញាជាមិនខាននៅក្នុងគ្រិស្តសករាជឆ្នាំ1928នៅពេលដែលកុមារហេងយ៉ាន់មានអាយុ7ឆ្នាំឪពុករបស់លោកក៏យកលោកឲ្យទៅរៀននៅសាលាបឋមសិក្សាបំពេញវិជ្ជា François Bourgeois ក្នុងសម័យបឋមភូមិកុមារនេះរៀនពុំមានរអាក់រអួលក្នុងថ្នាក់មួយណាឡើយនៅគ្រិស្តសករាជ1934កុមារហេងយ៉ាន់បានប្រឡងជាប់វិញ្ញាបនបត្របឋមសិក្សាបំពេញវិជ្ជាក៏ប៉ុន្តែលោកប្រឡងចូលអនុវិទ្យាល័យស៊ីសវត្តពុំជាប់ឡើយឃើញដូច្នេះម្ដាយរបស់លោកក៏យកលោកទៅឲ្យរៀននៅសាលាឈ្នួលប៊ីសហើយនៅឆ្នាំបន្ទាប់លោកក៏បានប្រឡងជាប់ចូលរៀននៅអនុវិទ្យាល័យព្រះស៊ីសវត្តមិត្តរួមការសិក្សារបស់យុវជនហេងយ៉ាន់នៅកាលសម័យនោះមានដូចជាព្រះអង្គនរោត្តមមុនីសេរាមនីជាតិលោកអឹមតាន់លោកច័ន្ទម៉ានិងលោកសំអល់ចំណែកគ្រូដែលជួយបង្រៀនភាសាខ្មែរដល់លោកហេងយ៉ាន់មានដូចជាព្រះគ្រូសង្ឃសត្ថាជួនណាតព្រះគ្រូសង្ឃវិជាហួតតាតព្រះគ្រូអាចារ្យប៉ែនសុកព្រះគ្រូអាចារ្យស្រីព្រះគ្រូអាចារ្យតូចដែលគង់នៅក្នុងវត្តឧណាឡោមនៅក្នុងគ្រិស្តសករាជឆ្នាំ1939លោកហេងយ៉ាន់បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងអ្នកនាងទូជូនារីហើយមានបុត្រចំនួន7នាក់ក្នុងនោះមានស្រី4នាក់និងមានប្រុស3នាក់នៅក្នុងគ្រិស្តសករាជឆ្នាំ1944លោកបានប្រឡងចេញជាប់ហើយត្រូវបានតែងតាំងក្នុងក្របខ័ណ្ឌមន្ត្រីរដ្ឋបាលបន្ទាប់មកលោកក៏ទទួលបានងារជាបាឡាត់ស្រុកដែលលោកត្រូវផ្លាស់ទៅធ្វើការនៅស្រុកបាកានខេត្តពោធិ៍សាត់តែក្នុងគ្រិស្តសករាជឆ្នាំ1946លោកត្រូវបានផ្លាស់មកឲ្យធ្វើការនៅក្រសួងហិរញ្ញវត្ថុដោយទទួលតំណែងជានាយកការិយាល័យនីតិកម្មខាងក្រមពន្ធចំណូលនៅក្នុងឆ្នាំ1953លោកត្រូវបានក្រសួងចាត់ឲ្យទៅបំពេញកម្មសិក្សាខាងហិរញ្ញវត្ថុនៅបរទេសរយៈពេល1ឆ្នាំលោកត្រឡប់មកមាតុប្រទេសវិញនៅក្នុងឆ្នាំ1955លោកក៏បានទទួលតំណែងជានាយក្រមថវិកានៅគ្រិស្តសករាជឆ្នាំ1957លោកក៏បានទទួលតំណែងជានាយក្រមចំណូលបន្ថែមមួយទៀតនៅក្នុងឆ្នាំដដែលនោះលោកក៏បានទៅបំពេញបេសកកម្មខាងហិរញ្ញវត្ថុនៅក្នុងប្រទេសថៃលោកក្នុងគ្រិស្តសករាជឆ្នាំ1961លោកត្រូវបានតែងតាំងជានាយកការិយាល័យក្រសួងហិរញ្ញវត្ថុដោយសារតែលោកហេងយ៉ាន់មានសមត្ថភាពបរិបូរណ៍និងជាទីទុកចិត្តរដ្ឋាភិបាលក៏បានចាត់តាំងលោកឲ្យបំពេញមុខងារត្រួតលើមុខងារខាងលើនេះជានាយកបេឡាជាតិខាងបរិក្ខារនៅក្នុងឆ្នាំ1966នៅក្នុងឆ្នាំ1967លោកត្រូវបានចាត់តាំងឲ្យធ្វើកម្មសិក្សាទៅប្រទេសបារាំងអារ៉ាប់និងប្រទេសអាហ្វ្រិកគូបញ្ជាក់ផងដែរថាទោះបីជារវល់នឹងកិច្ចការរាជការយ៉ាងណាក៏ដោយលោកហេងយ៉ាន់ក៏មានចិត្តជប់ជំពាក់យ៉ាងខ្លាំងនឹងបញ្ហាអក្សរសាស្ត្រខ្មែរទើបនៅក្នុងឆ្នាំ1950
លោកបានចូលខ្លួនទៅបម្រើសមាគមមិត្តសាលាបាលីក្នុងឋានៈជាអនុលេខាធិការនិងជាបណ្ណាធិការតាមរយៈការបោះឆ្នោតស្ថិតនៅក្នុងតំណែងនេះលោកបានខិតខំសរសេរអត្ថបទជាច្រើនដើម្បីចុះផ្សាយក្នុងទស្សនាវដ្តីមិត្តសាលាបាលីនិងជួយរៀបចំអត្ថបទឲ្យបានចេញផ្សាយនៅទស្សនាវដ្តីនេះមិនតែប៉ុណ្ណោះលោកបានខិតខំបង្កើតនូវជីវប្រវត្តិនៃព្រះពុទ្ធនិងឆ្លៀតផ្សព្វផ្សាយនៃការសិក្សាពិចារណាលើវដ្តសង្សារទៀតផងក្នុងគោលបំណងផ្សព្វផ្សាយនៃទ្រឹស្ដីពុទ្ធសាសនានិងការថែរក្សាជីវប្រវត្តិមិនឲ្យបាត់បង់អ្វីបើលោកមមាញឹកនឹងការងាររាជការក៏ពិតមែនតែដោយសេចក្តីស្រឡាញ់ចំពោះចំណេះដឹងអក្សរសាស្ត្រខ្មែរលោកក៏បានឆ្លៀតទៅនៅក្នុងសំណាក់ព្រះគ្រូសំសត្ថាជួនណាតព្រះគ្រូសំវិជាហួតតាតនិងព្រះគ្រូអាចារ្យប៉ែនសុខជាដើមនៅទសវត្សរ៍ឆ្នាំ1960លោកហេងយ៉ាន់បានជាប់ឆ្នោតធ្វើជាអនុលេខាធិការសមាគមមិត្តសាលាបាលីហើយលោកក៏មានតួនាទីជាសមាជិកនៃគណៈកម្មាធិការទស្សនាវដ្តីមិត្តសាលាបាលីនេះផងដែរលោកហេងយ៉ាន់គឺជាបញ្ញវន្តមួយរូបប្រកបដោយចំណេះដឹងដ៏ជ្រាលជ្រៅមួយទាំងអក្សរសាស្ត្រវប្បធម៌និងព្រះពុទ្ធសាសនាហើយលោកថែមទាំងចេះដឹងភាសាបរទេសមួយចំនួនផងដែរការចេះដឹងរបស់លោកនេះគឺពេលលោកបានឆ្លៀតពីកិច្ចការរាជការធ្វើការតាក់តែងនិពន្ធសរសេររៀបរៀងចងក្រងឬសម្របសម្រួលអត្ថបទខ្លះសៀវភៅខ្លះក៏ដូចជាស្នាដៃប្រឡំលោកខ្លះទុកជាស្នាដៃសម្រាប់មនុស្សជំនាន់ក្រោយនិងទុកវាជាកេរមរតកជូនជាតិមាតុភូមិដែលមានអត្ថិភាពមកដល់សប្តាហ៍ថ្ងៃនេះដោយលោកមិនបានទុកវាឲ្យកប់ចោលនៅក្នុងខួរក្បាលរបស់លោកឡើយជាអកុសលលោកហេងយ៉ាន់បានទទួលមរណភាពនៅថ្ងៃទី28ខែឧសភាឆ្នាំ1967ក្នុងអាយុ46ឆ្នាំមរណភាពទាំងអាយុវ័យក្មេងបែបនេះគឺជាការបាត់បង់បញ្ញវន្តប្រកបដោយសក្តានុពលនិងមានចំណេះដឹងដ៏ខ្ពង់ខ្ពស់មួយរូបរបស់ជាតិខ្មែរហើយមរណៈរបស់លោកផងដែរក៏ជាការបញ្ចប់បេសកកម្មរបស់សាស្ត្រាចារ្យនៅក្នុងវិស័យអក្សរសាស្ត្រខ្មែរវប្បធម៌ជាតិខ្មែរដ៏គួរឲ្យគោរពមួយរូបផងដែរគំលងមួយជីវិតរបស់លោកនៅក្នុងវិស័យតែងនិពន្ធលោកហេងយ៉ាន់បានតាក់តែងរៀបរៀងអត្ថបទនិងសៀវភៅជាច្រើនទាំងជាពាក្យកាព្យពាក្យរាយដែលមានស្នាដៃខ្លះបានចុះផ្សាយក្នុងទស្សនាវដ្តីកម្ពុជាសូរិយានិងមានខ្លះទៀតបានចុះផ្សាយក្នុងទស្សនាវដ្តីមិត្តសាលាបាលីដោយស្នាដៃនិពន្ធសំខាន់ៗរបស់លោកដែលយើងអាចស្គាល់និងដឹងមានដូចជាស្នាដៃរបស់លោកដែលបានចុះផ្សាយក្នុងទស្សនាវដ្តីកម្ពុជាសូរិយាមានដូចជារឿងកំពូលកំសត់ជារឿងប្រឡំលោកចុះផ្សាយក្នុងទស្សនាវដ្តីកម្ពុជាសូរិយាលេខ1ដល់12ក្នុងឆ្នាំ1944រឿងកំពូលស្នេហាជារឿងប្រឡំលោកចុះផ្សាយក្នុងទស្សនាវដ្តីកម្ពុជាសូរិយាលេខ1ដល់12បោះពុម្ពផ្សាយនៅក្នុងឆ្នាំ1946ស្នាដៃផ្សាយនៅក្នុងទស្សនាវដ្តីមិត្តសាលាបាលីមានដូចជាលំនាំអក្សរសាស្ត្រខ្មែរសតវត្សទី20ចុះផ្សាយក្នុងទស្សនាវដ្តីមិត្តសាលាបាលីលេខ1ក្នុងឆ្នាំ1950ទំព័រលេខ20ដល់22លោកអ្នកអុកញ៉ាសតនព្រៃជាអិនចុះផ្សាយក្នុងទស្សនាវដ្តីមិត្តបាលីលេខ1នៅក្នុងឆ្នាំ1950ទំព័រលេខ23ដល់លេខ28ព្រះពុទ្ធសាសនានិងសេចក្តីចម្រើនក្នុងលោកចុះផ្សាយក្នុងទស្សនាវដ្តីមិត្តសាលាបាលីលេខ3ក្នុងឆ្នាំ1950ទំព័រលេខ83ដល់89ជួបវាសនានិងសេចក្តីព្យាយាមចុះផ្សាយក្នុងទស្សនាវដ្តីមិត្តសាលាបាលីលេខ3ឆ្នាំ1950ទំព័រលេខ106ដល់111សេចក្តីសង្ឃឹមចុះផ្សាយក្នុងទស្សនាវដ្តីមិត្តសាលាបាលីលេខ4នៅក្នុងឆ្នាំ1950ទំព័រលេខ143ដល់148ចម្រៀងចូលឆ្នាំពាក្យកាព្យចុះផ្សាយក្នុងទស្សនាវដ្តីមិត្តសាលាបាលីលេខ4បោះពុម្ពផ្សាយក្នុងឆ្នាំ1950ទំព័រលេខ151ដល់152បទពិចារណាពីវិសាខបូជាចុះផ្សាយក្នុងទស្សនាវដ្តីមិត្តសាលាបាលីលេខ5បោះពុម្ពផ្សាយក្នុងឆ្នាំ1950ទំព័រលេខ169ដល់180ព្រានព្រៃប្រើសជ្រូកព្រៃពស់និងចចកជាពាក្យកាព្យចុះផ្សាយក្នុងទស្សនាវដ្តីមិត្តសាលាបាលីលេខ6បោះពុម្ពផ្សាយក្នុងឆ្នាំ1950ក្នុងទំព័រ233ដល់ទំព័រ234
ពិសាលមង្គលសម័យជាពាក្យកាព្យចុះផ្សាយក្នុងទស្សនាបដីមិត្តសាលាបាលីលេខ4និងលេខ5បោះពុម្ពផ្សាយក្នុងឆ្នាំ1951ទំព័រលេខ139ដល់144ការកសាងខ្លួនដើម្បីទទួលនូវសេចក្តីសុខចុះផ្សាយក្នុងទស្សនាបដីមិត្តសាលាបាលីលេខ10លេខ11និងលេខ12បោះពុម្ពផ្សាយក្នុងឆ្នាំ1951ទំព័រលេខ434ដល់469ទំនប់10បាតចុះផ្សាយក្នុងទស្សនាបដីមិត្តសាលាបាលីលេខ3បោះពុម្ពផ្សាយក្នុងឆ្នាំ1954ទំព័រលេខ22ដល់លេខ23និងទស្សនាបដីមិត្តសាលាបាលីលេខ4បោះពុម្ពផ្សាយក្នុងឆ្នាំ1954ដដែលពីទំព័រលេខ20ដល់លេខ23ក្រៅពីនោះក៏មានស្នាដៃនិពន្ធផ្សេងៗរបស់លោកដែរមានដូចជាសព្ទសាធុការពរនិពន្ធនៅក្នុងឆ្នាំ1950តម្លៃព្រះពុទ្ធសាសនាការសង្ខេបពីរបៀបតែងសេចក្តីសង្កេតនៃការសិក្សាអក្សរសាស្ត្រថ្ងៃផ្សាយមេត្តាការកសាងខ្លួនដើម្បីទទួលសេចក្តីសុខសេចក្តីពិតក្នុងព្រះពុទ្ធសាសនាសៀវភៅនៅក្នុងអក្សរសាស្ត្រខ្មែរជាគោលប្រវត្តិដែលបានបោះពុម្ពផ្សាយក្នុងឆ្នាំ1956សៀវភៅបទពិចារណាអំពីការថ្លែងនៃវដ្តសង្សារនិពន្ធនៅក្នុងឆ្នាំ1958និងសៀវភៅរឿងប្រជុំរឿងល្បើកស្រីហឹបតោបតេបោះពុម្ពផ្សាយក្នុងឆ្នាំ1950